ខ្លួនជាមន្ត្រីបាយជាបើកបោទាំងស្រវឹងបុកជន់រងគ្រោះស្ទើរតែស្លាប់កូនអភិបាលស្រុកម្នាក់និងជាមន្ត្រីរាជការផងបានបើកឡានទាំងស្រវឹងបានបុកក្មេងស្ទើរតែស្លាប់ហើយបានបោះពាក្យសម្ដីថាបុកងាប់បង់$20000ប្រជាពលរដ្ឋខឹងអត់ទ្រាំមិនបានដាក់មួយដៃបែកក្បាលហូរឈាមកក្លាក់បើចរិតមន្ត្រីពីលនឹងមើលងាយជីវិតប្រជាពលរដ្ឋបែបនេះតើឲ្យទៅបម្រើប្រជាពលរដ្ឋយ៉ាងម៉េចតើបងប្អូនយល់យ៉ាងណាអាចខមមិនក៏ដូចចែករំលែកវីដេអូនេះចង្ក្រានហ្គាសសុវត្ថិភាពមួយទឹកជប៉ុនគុណភាពល្អធន់មាំប្រើបានយូរសន្សំសំចៃហ្គាសជាងចង្ក្រានធម្មតាដល់ទៅ2ដងទំនាក់ទំនងកំងលេខ Telegram នៅលើវីដេអូនេះតម្លៃចាប់ពី$55ឡើងទៅយុទ្ធសាស្ត្រក្រឡាញឹករបស់សៀមដើរស្បត់នឹងសន្យាជាមួយប្រទេសជិតខាងស្ដេចសៀមរាមាទី10ស្បត់សន្យាជាមួយនឹងឡាវថាយើងជាបងប្អូននឹងគ្នាមិនក្បត់គ្នាឡើយហើយម្សិលមិញអគ្គមេបញ្ជាការរបស់សៀមបានទៅសន្យាជាមួយនឹងភូមាថាថៃគ្មានបំណងណាមួយបញ្ចូលទឹកដីការ៉ែនចូលជាផ្នែកមួយរបស់ទឹកដីថៃនោះទេសៀមសូមស្បត់ដាក់ជីវិតទោះបីជាសៀមដើរសន្យានឹងស្បត់ស្បាយជាមួយប្រទេសជិតខាងតែគេក៏ដឹងចរិតសន្តានថោករបស់សៀមដែរភូមាបានរៀបចំទ័ពខ្លាំងបានរៀបចំទ័ពដ៏ខ្លាំងត្រៀមរួចហើយដាក់វាទៅក្នុងប្រវត្តិសាស្ត្រភូមាវាយសៀមរៀបដូចកន្ទេលច្រើនដងប្រហែលសៀមមិនអាចបោកមើលអង្គលាក់បានទេចង្ក្រានហ្គាសសុវត្ថិភាពមួយទឹកជប៉ុនគុណភាពល្អធន់មាំប្រើបានយូរសន្សំសំចៃហ្គាសជាងចង្ក្រានធម្មតាដល់ទៅ2ដងទំនាក់ទំនងកំងលេខ Telegram នៅលើវីដេអូនេះតម្លៃចាប់ពី$55ឡើងទៅនាយករដ្ឋមន្ត្រីរបស់ថៃដែលទើបនឹងប្រកាសថ្មីថ្មោងអនុទិនច័ន្ទវិរៈគុលបានប្រកាសស្រាយចម្ងល់ប្រជាជនថៃសារជាថ្មីម្ដងទៀតនៅក្នុងសន្និសីទសារព័ត៌មាននៅវេលាយប់ថ្ងៃប្រហ័សទី19ខែមីនាឆ្នាំ2026នេះថាតាក់ទងនឹងរបាយការណ៍ដែលចុះផ្សាយថាប្រទេសថៃកំពុងនាំចេញប្រេងឥន្ធនៈដោយសម្ងាត់ទៅកាន់ប្រទេសកម្ពុជាតាមច្រកព្រំដែនប្រទេសឡាវគឺជាព័ត៌មានคล้ายៗហើយលោកបានបន្ថែមថាប្រទេសថៃនឹងនាំប្រេងឥន្ធនៈផ្គត់ផ្គង់តម្រូវការចាំបាច់សម្រាប់តែមីយ៉ាន់ម៉ានិងប្រទេសឡាវប៉ុណ្ណោះក្រៅពីនឹងប្រទេសថៃមិននាំចេញទៅកាន់ប្រទេសណាមួយទៀតទេលោកបានសង្កត់ធ្ងន់ថាបច្ចុប្បន្ននេះលោកកំពុងសាកសួរទៅកាន់ថ្នាក់ដឹកនាំកម្ពុជារបស់ឡាវបន្ថែមទៀតដើម្បីឲ្យប្រកាសចិត្តថាតើឡាវពិតជានាំចេញប្រេងឥន្ធនៈថៃទៅកាន់កម្ពុជាមែនឬអត់កម្ពុជាសូមឆ្លើយទៅវិញថាឥឡូវឃើញសាំងថៃប្រជាជនខ្មែរខ្ពើមនឹងមិនត្រូវការឡើយបច្ចុប្បន្នកម្ពុជាកំពុងងាកទៅនាំចូលប្រេងឥន្ធនៈពីប្រទេសអ្នកមានដូចជាម៉ាឡេស៊ីនិងសិង្ហបុរីជាដើមកម្ពុជាមានលុយកម្ពុជាចង់ទិញពីប្រទេសណាក៏បានជារឿងរបស់កម្ពុជាសូមមេត្តាថៃបិទកញ្ចក់មាត់ដ៏ថោកទាបរបស់ខ្លួនហៅសម្ព័ន្ធមិត្តមកជួយតែសម្ព័ន្ធមិត្តមិនមកអាមេរិកទំនងនឹងដាក់សម្ពាធឲ្យជប៉ុនជួយក្នុងសង្គ្រាមអ៊ីរ៉ង់អំឡុងជំនួបនៅសេដ្ឋវិមាននៅថ្ងៃប្រហ័សទី19ខែមីនាឆ្នាំ2026នេះពិភពលោកកំពុងអត់មើលជំនួបនៅសេដ្ឋវិមានរវាងប្រធានាធិបតីដូណាល់ត្រាំនិងនាយករដ្ឋមន្ត្រីជប៉ុនលោកស្រីសាណៃតាកៃឈីយោងតាមទីភ្នាក់ងារព័ត៌មាន Reuters អ្វីដែលជាកម្មវិធីចម្បងនៃជំនួបនេះគឺលោកត្រាំក្រុងនឹងជំរុញឲ្យជប៉ុនបញ្ជូនកប៉ាល់ទៅជួយបោះសម្អាតមីននិងការពារនាវាដឹកប្រេងពីច្រកសមុទ្រហូម៉ូដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ទោះបីជាកន្លងមកលោកត្រាំធ្លាប់រិះគន់សម្ព័ន្ធមិត្តថាផ្ដល់ការគ្រប់គ្រងត្រឹមតែបង្ក្រប់កិច្ចក៏ប៉ុន្តែលើកនេះលោកទំនងជានៅតែទទូចសូមឲ្យទីក្រុងតូក្យូចេញមកជួយការពារផ្លូវទឹកដ៏មានសារៈសំខាន់មួយនេះស្ថានភាពនេះធ្វើឲ្យលោកស្រីតាកៃឈីធ្លាក់នៅក្នុងស្ថានភាពលំបាកបំផុតចុះទឹកក្រពើឡើងលើខ្លាមកខាងលោកស្រីមានគោលដៅចង់កែប្រែរដ្ឋធម្មនុញ្ញសន្តិសុខរបស់ជប៉ុនឲ្យមានអំណាចយោធាឡើងវិញប៉ុន្តែមកខាងទៀតលោកស្រីត្រូវប្រឈមមុខនឹងការប្រឆាំងយ៉ាងខ្លាំងក្លាពីប្រជាជនក្នុងស្រុកដែលមិនចង់ឲ្យជប៉ុនពាក់ព័ន្ធនឹងសង្គ្រាមដើមឡើយជំនួបនេះក្រុងនឹងជជែកពីរឿងពាណិជ្ជកម្មនិងការគម្រាមកំហែងពីប្រទេសចិនប៉ុណ្ណោះប៉ុន្តែដោយសារដំណើរទស្សនកិច្ចរបស់លោកត្រាំទៅកាន់ទីក្រុងប៉េកាំងត្រូវបានពន្យាពេលទៅបញ្ហាសង្គ្រាមនៅអ៊ីរ៉ង់បានក្លាយជាប្រធានបទក្តៅបំផុតជំនួសវិញក្រៅពីកម្លាំងជើងទឹកអាមេរិកក៏រំពឹងថាជប៉ុននឹងចូលរួមសហការផលិតគ្រាប់មីស៊ីលដើម្បីបំពេញឃ្លាំងអាវុធរបស់អាមេរិកដែលកំពុងស្រកចុះដោយសារសង្គ្រាមនៅអ៊ីរ៉ង់និងអ៊ុយក្រែនដើម្បីជាការឆ្លើយតបលោកស្រីតាកៃឈីត្រៀមទាំងប្រកាសថាជប៉ុននឹងចូលរួមក្នុងគម្រោងមីស៊ីល Golden Dome ដើម្បីតាមដាននិងទប់ទល់នឹងការគម្រាមកំហែងពីលើអាកាសលើពីនេះដើម្បីបន្ធូរបន្ថយពន្ធនាំចូលពីអាមេរិកលោកស្រីក៏ត្រៀមនឹងសន្យាដាក់ទុនវិនិយោគប្រមាណ$60,000 លានបន្ថែមទៀតលើវិស័យថាមពលនិងរ៉ែសំខាន់ផងដែរចាំមើលថាតើជប៉ុននឹងសម្រេចចិត្តយ៉ាងណាបញ្ជូននាវាសង្គ្រាមទៅច្រកសមុទ្រហូម៉ូឬមិនបញ្ជូនចង្ក្រានហ្គាសសុវត្ថិភាពមួយទឹកជប៉ុនគុណភាពល្អធន់មាំប្រើបានយូរសន្សំសំចៃហ្គាសជាងចង្ក្រានធម្មតាដល់ទៅ2ដងទំនាក់ទំនងកំងលេខ Telegram នៅលើវីដេអូនេះតម្លៃចាប់ពី$55ឡើងទៅកម្ពុជាមិនអាចរងចាំបានទៀតនោះទេក្រោយពីខ្មែរទាមទារឲ្យមានការអនុវត្ត JBC ហើយសៀមក៏បានយកលេសពន្យាពេលដល់ក្រោយចូលឆ្នាំខ្មែរប៉ុន្តែត្រូវខ្មែរបដិសេធឲ្យអនុវត្តភ្លាមឥឡូវសៀមព្រម
លើការបោះបង្គោលព្រំដែនលេខ52ដល់លេខ59មានន័យថាការតវ៉ារបស់យើងមានប្រសិទ្ធភាពជោគជ័យនៃជំហានទី1របស់ខ្មែរទាមទារឲ្យសៀមអនុវត្តគោលការណ៍ JBC បើបន្តអនុវត្តបានទាំងអស់មានន័យថាដីខ្មែរនៅតែជាដីខ្មែរនឹងបានមកខ្មែរវិញទាំងអស់ចង្ក្រានហ្គាសសុវត្ថិភាពមួយទឹកជប៉ុនគុណភាពល្អធន់មាំប្រើបានយូរសន្សំសំចៃហ្គាសជាងចង្ក្រានធម្មតាដល់ទៅ2ដងទំនាក់ទំនងកម្មលេខ Telegram នៅលើវីដេអូនេះតម្លៃចាប់ពី$55ឡើងទៅ